ខ្ញុំចង់ឲ្យថាលើកហ្នឹងកម្រិត3ហ្នឹងខ្ញុំចុះឈ្មោះបានមែនប៉ុន្តែខ្ញុំកំងសភៅទុកមុនទៅហើយតំចេញធ្វើការមិញកំងម្សិលមិញវាមកថ្ងៃហ្នឹងតាមរយៈគូប៉ាអានេះសភៅលំហាត់ហើយអាមិញនេះសភៅពុំមកក្បាល10000នេះមុនក្រោយគោមតែងដែរទោះបីអត់តន់ចុះឈ្មោះអត់តន់គេមែនតែក៏តែញឲ្យហើយទៅជាមួយខ្ញុំនិយាយរឿងចុះឈ្មោះអត់តន់គេហ្នឹងណាវគ្គ3ហ្នឹងខ្ញុំសាលាដែលខ្ញុំធ្លាប់រៀនហ្នឹងគឺគេបើកពីថ្នាក់ហើយមួយថ្នាក់ជាង20នាក់អញ្ចឹងពីថ្នាក់វាសរុបជាង40នាក់ដែរតែគិតថាធំកន្លះម៉ោង1ម៉ោងក្រោយក៏វាអត់តន់ពេញដែរចាំតែចោះអញ្ចឹងណាគេបើកដល់ពីថ្នាក់មានណាហើយណាមួយពេលហ្នឹងរវល់ការងារហងមិនមែនថាម៉ោង9ពឹប LIL អត់ចង់ទៅចោះឈ្មោះឯង9ពឹបទៅចោះឈ្មោះដែរប៉ុន្តែដោយសារចោះឈ្មោះវាអ្នកចោះឈ្មោះវាច្រើនខ្លាំងទៅវាកាំងទៅពេលហើយក៏ត្រឡប់មកធ្វើការសិនព្រោះដោយសារការងារច្រើនហើយមេការអីក៏នៅចិត្តនឹងដែរអញ្ចឹងហើយចាំតិចសិនណាដល់ពេលដល់ម៉ោងសម្រាប់10នាទីហ្នឹងពេញបឹបមិនធម្មតាសាលាខ្ញុំសាលាផ្សេងអូយកម្រិត3នេះអ្នកចុះឈ្មោះសាហាវណាមិនមែនថាឡើងកម្រិតទៅពិបាកទៅលេងមានអ្នកចង់រៀនភាគច្រើនគេនិយមតែវគ្គ1វគ្គ2មែនណាគឺកម្រិត3ខ្ញុំមិនដឹងមិនទេហើយខ្ញុំចុះឈ្មោះអត់តន់គេមានអារម្មណ៍ថាអត់មានអារម្មណ៍ថាការឡើងពេញមួយថ្ងៃមកមានរសសេតខ្លាំងហ្មងដោយសារអត់បានចុះឈ្មោះហើយខ្ញុំអត់ចង់ឈប់រៀនហើយរៀនហើយអត់ចង់ឈប់អញ្ចឹងណាឥឡូវលើកផើឲ្យមើលម្ដងទៀតវគ្គ1វ៉ានេះវគ្គ2ហើយជាមួយហ្នឹងវគ្គ3នេះគេអត់ដាក់ថាជ្រោគឹបទៀតទេណាគេដាក់ថាជុងគឹបអ៊ីលវគ្គ1វគ្គ2ជ្រោគឹបអ៊ីលជ្រោគឹបអ៊ីវគ្គ1វគ្គ2វគ្គ3ពណ៌ខុសគ្នាហើយពេលអីវ៉ាន់គូប៉ាំងមកដល់ហ្នឹងបញ្ញាបើកមើលមានអារម្មណ៍ថាវគ្គ3ហើយត្រូវតែរៀនបំរុងមុនទុកមិនមែនថាតើតាចាំទៅដល់សាលាចាំរៀនទេអត់ទេខ្ញុំខ្លាចធ្លាក់បន្ទុកខ្លាំងបើរឿងថាប្រឡងធ្លាក់មានអារម្មណ៍ថាវាមិនអាចនឹងធ្លាក់ព្រោះយើងខំប្រឹងរៀនដែរតែបើសិនជារឿងធ្លាក់បន្ទុកហ្នឹងអាហ្នឹងយើងមើលមិនឃើញទេតែបើសិនជាយើងខំប្រឹងហើយបន្ទុកយើងកើនឬក៏ធ្លាក់អាហ្នឹងតាមសមាធិដែលយើងខំប្រឹងហើយយើងបានខំប្រឹងហើយណាតែបើសិនជាយើងអត់បានខំប្រឹងអាហ្នឹងប្រកាសជាបន្ទុកខ្លួនឯងមកពីយើងអត់ខំប្រឹងតែបើយើងខំប្រឹងហើយលទ្ធផលយ៉ាងណាក៏យើងខំប្រឹងហើយណាប៉ុន្តែថាវគ្គ3នេះលេងសើចបានទេណា